ឲ្យខ្ញុំសុំទៅមុនអូខេឲ្យខ្ញុំសុំទៅមុន let me go first let me go first let me go first ឲ្យខ្ញុំសុំទៅមុនក្នុងករណីបងប្អូនញ៉ាំអីហើយបញ្ញាប់ទៅមុនក្នុងករណីណាមួយណា let me go first ខ្ញុំសុំទៅមុនចឹងទៅបាទខ្ញុំយល់ពីចិត្តរបស់អ្នកខ្ញុំយល់ពីចិត្តរបស់អ្នក I understand how you feel I understand how you feel I understand how you feel ខ្ញុំយល់ពីចិត្តរបស់អ្នកបាទឃើញគាត់ពិបាកចិត្តគឺយល់ពីចិត្តគាត់តែគាត់កើតបញ្ហាអីណាបាទខ្ញុំយល់ពីចិត្តអ្នក I get how you feel I get how you feel I get how you feel ខ្ញុំយល់ពីចិត្តរបស់អ្នកឬក៏យល់ពីចិត្តអ្នកអញ្ចឹងទៅបាទតើអ្នកសុខសប្បាយទេល្ងាចនេះ How are you this evening How are you this evening How are you this evening តើអ្នកសុខសប្បាយទេល្ងាចនេះបាទជួបគាត់ពេលល្ងាចសួរគាត់អញ្ចឹងទៅគាត់សុខសប្បាយទេតបទៀតកុំរំខានខ្ញុំ Don't bother me Don't bother me Don't bother me បាទកុំរំខានខ្ញុំមិនសប្បាយចិត្តទេ Don't bother me កុំរំខានខ្ញុំបាទបន្តទៀតកុំល្ងងពេក Don't be stupid Don't be stupid Don't be stupid កុំល្ងងពេកបាទកុំល្ងងពេកខ្ញុំនឹងសន្សំលុយទិញម៉ូតូអូខេខ្ញុំនឹងសន្សំលុយទិញម៉ូតូ I will save money for a new motorcycle I will save money for a new motorcycle ខ្ញុំនឹងសន្សំលុយទិញម៉ូតូថ្មីបាទបងប្អូនមានកម្រងទិញម៉ូតូថ្មីទេបាទអញ្ចឹងបើសិនជាមានកម្រងសន្សំលុយទិញម៉ូតូថ្មី I will save money for a new motorcycle បាទខ្ញុំនឹងសន្សំលុយទិញឡានថ្មី I will save money for a new car I will save money for a new car I will have save money for a new car បាទអញ្ចឹងខ្ញុំនឹងសន្សំលុយទិញឡានថ្មីបងប្អូនមានកម្រងទេក្នុងការទិញឡានថ្មីបាទតើអ្នកកំពុងទៅណាកំពុងទៅណាហ្នឹង Where are you going Where are you going Where are you going តើអ្នកកំពុងទៅណាហ្នឹងបាទបើន័យថាពេលបងប្អូនដើរជួបគាត់ជ្រុះផ្លូវគ្នាឃើញគាត់កំពុងទៅសួរគាត់ទៅបាទថាគាត់កំពុងទៅហើយអញ្ចឹងសួរគាត់ Where are you going តើអ្នកកំពុងទៅណាហ្នឹងបាទពួកយើងមិនស័ក្តិសមគ្នាទេ We do not fit on with each other We do not fit on with each other We do not fit on with each other បានន័យថាពួកយើងមិនស័ក្តិសមនឹងគ្នាទេបាទបែកគ្នាទៅយើងមិនស័ក្តិសមគ្នាទេបាទលក្ខណៈមិនសមអីគ្នាមួយណាក្នុងប្រយោគហ្នឹងបាទគ្មាននរណាម្នាក់អាចគេចផុតពីសេចក្តីស្លាប់ទេបាទមិនថាខ្ញុំមិនថាគេគ្រប់គ្នាគឺមិនអាចគេចផុតពីសេចក្តីស្លាប់ទេ No one can get rid of death No one can get rid of that No one can get rid of that ហើយថាគ្មាននរណាម្នាក់អាចគេចផុតពីសេចក្តីស្លាប់ទេបាទមុននឹងក្រោយយូរហើយនឹងឆាប់ចូលសាងអំពើល្អបាទពេលត្រឡប់ទៅវិញគឺគ្មានបានយកអីទៅទេបងប្អូនមកខ្លួនទៅទេទៅវិញក៏ខ្លួនទៅទេដែរបាទមានតែអំពើល្អប៉ុណ្ណោះដែលសាងទុកឲ្យមានគេឈ្មោះបន្តទៅរហូតហើយយកទៅតាមខ្លួនបានបាទបន្តទៀតនាងតែងតែចាំចាប់កំហុសខ្ញុំវ៉ាវមិនអញ្ចឹង She always finds fault with me She always finds fault with me She always finds fault with me នាងតែងតែចាំចាប់កំហុសខ្ញុំបាទឃើញអីតិចតួចចាំតែចាប់កំហុសគេណាចាំតែមកបំណាំឃើញគេខុសចាប់ណាថាមនុស្ស
មួយដែរមិនពេញចិត្តគេថាមនុស្សនេះណាបាទអញ្ចឹងឃើញកំហុសចាប់អញ្ចឹងទៅបាទយើងទៅមកទៀតគាត់តែងតែចាំចៅកំហុសខ្ញុំអញ្ចឹងយើងដូរតែ subject មកដាក់ he always finds fault with me he always finds fault with me he always finds fault with me គាត់តែងតែចាំចាប់កំហុសខ្ញុំបាទអញ្ចឹងគេចាំចាប់កំហុសយើងឃើញយើងធ្វើខុសទៅចាំចាប់កំហុសចាំតួប៉ុណ្ណឹងអញ្ចឹងគឺ he always finds fault with me អញ្ចឹងទៅបាទអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូខ្លីរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនមានកំហុសខុសឆ្គងសូមការអធិស្ឋានជួបគ្នានៅវីដេអូក្រោយៗទៀត